តោខេសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការធ្វើទៅលើ poster កាហ្វេហើយ poster នេះដែរខ្ញុំបានធ្វើហើយយូរហើយចឹងខ្ញុំទៅតបានធ្វើវីដេអូបង្ហាញទេចឹងដើម្បីធ្វើ poster ងាយៗបែបនេះបានបងប្អូនគ្នាគ្រាន់តែចូលមកក្នុងកម្មវិធី Photoshop បង្កើតនៅ new file មួយមកហើយទំហំគឺខ្ញុំដាក់2004ក៏នឹង3000 pixel ខ្ញុំយក picture color RGB ប៉ុណ្ណឹងមកហើយបងប្អូនគ្នាចុច create អូខេចឹងខ្ញុំនឹងទៅយក reference ឬក៏រូបឧទាហរណ៍យកមកដាក់ដើម្បីស្រួលមើលចឹងណាអូខេចឹងយើងទាញចេញមកក្រៅមកចឹងមុននឹងធ្វើកិច្ចការនេះបងប្អូនគ្នាត្រូវបង្កើតguideline មួយមកដើម្បីឲ្យស្រួលមើលអញ្ចឹងអ្វីដែលបងប្អូនគ្នាត្រូវធ្វើគឺខ្ញុំត្រូវការ solid color មួយអញ្ចឹងបងប្អូនគ្នាចូលមកកាន់ adjustment មកយក solid color តោះមកបងប្អូនគ្នាច្រឡំពណ៌ដូចគេមកពណ៌គេរៀងពណ៌របៀបពណ៌សរបៀបទឹកដោះគោអញ្ចឹងណាអញ្ចឹងបងប្អូនគ្នាច្រឡំមកចុច OK អញ្ចឹងដល់ពេលបានប៉ុណ្ណឹងហើយបងប្អូនគ្នាត្រូវមានកែវកាហ្វេមួយឧទាហរណ៍ថាខ្ញុំមានកែវរបស់ខ្ញុំស្រាប់អីថតកែវមួយនេះចឹងខ្ញុំទាញយកមកដាក់ចូលចុចគ្រីសមកអញ្ចឹងគឺបងប្អូនគ្នារកកែវអីក៏បានដែរតែសម្រាប់ខ្ញុំមានកែវរបស់ខ្ញុំហើយអញ្ចឹងខ្ញុំនឹងប្រូងវាបន្តិច Ctrl T មកប្រូងវារៀងមកល្មមមកអូខេแล้วខ្ញុំគិតថាខ្ញុំដាក់ប៉ុណ្ណឹងចុះហើយ line វានៅកណ្ដាលបងប្អូនគ្នា Ctrl A ហើយចុច align វាឲ្យនៅកណ្ដាលទាញវារៀងនៅកណ្ដាលបន្តិចមកអូខេបានហើយប៉ុណ្ណាអញ្ចឹងដើម្បីដាក់ format ឲ្យបានដូចគេបានបងប្អូនគ្នាឈរនៅលើbackground ដែលបងប្អូនគ្នាបង្កើត solid color មិនហ្នឹងចូលមកកាន់កន្លែង adjustment នេះទៅដែរយកពាក្យexposure ក៏បាន curve ក៏បានដែរអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ exposure តោះមកខ្ញុំ click ពីមកទៅវាតោះមកខ្ញុំតម្លាក់ exposure មកបន្តិចមកហើយតម្លើងមក contrast បន្តិចដើម្បីយើងធ្វើ format អូខេនៅពេលដែលបានប៉ុណ្ណឹងហើយបងប្អូនគ្នាចុច Ctrl I ដើម្បី invert mask វាឲ្យទៅនេះចឹងដើម្បីធ្វើ format បានបងប្អូនគ្នាឈរមកកាន់ pen tool មកហើយយកពាក្យថា path អត់យក shape ទេចឹងបងប្អូនគ្នាដៅមកថតថា format បងប្អូនគ្នាចង់បានពីចេះឬក៏ប៉ុណ្ណេះមកអូខេនៅពេលដែលបានប៉ុណ្ណឹងហើយបងប្អូនគ្នាចុច Ctrl Enter មកវានឹងបង្កើត selection ចឹងបងប្អូនគ្នានឹងដើម្បីដាក់ឲ្យពណ៌ខ្មៅបានបងប្អូនគ្នាចុច Ctrl I មកគឺពណ៌ខ្មៅចឹងដើម្បីដោះ select នេះបានបងប្អូនគ្នាចុច Ctrl D អូខេចឹងនៅពេលបានប៉ុណ្ណឹងហើយគឺវាអត់ទាន់ស្អាតទេចឹងបងប្អូនគ្នាអាច fray វាបានចឹងចុច Ctrl T មកអាចពវល់វាឲ្យសមទៅហើយចុចCtrl មកនេះដើម្បីទាញវាឲ្យរៀងសមអញ្ចឹងណាហ្នឹងឲ្យសមផ្នែកអញ្ចឹងទៅចុចក្រេសអូខេអញ្ចឹងបានប៉ុណ្ណឹងហើយគឺជំហានបន្ទាប់ទៀតគឺទាំងអស់គ្នាត្រូវប្រើនៅប្រាស់ B ដើម្បីផាត់វាបន្តិចៗអញ្ចឹងquality ខ្ញុំដាក់ត្រឹម80អញ្ចឹងទៅ flow ខ្ញុំដាក់ដល់50ឬក៏40អញ្ចឹងណាអញ្ចឹងបងប្អូនគ្នាប្រាស់វាតិចមកគឺយើងយកឆ្នោតពណ៌ខ្មៅទាំងអស់គ្នាដើម្បីលុបវាផាត់វាតិចចឹងអូខេណាផាត់វាតិចចឹងយើងថយ flow វាហើយយើងប្រងប្រាស់យើងរៀងតូចណាយើងផាត់ចូលតិចចឹងអូខេចឹងយើងផាត់មកឲ្យរៀងស្អាតតិចទៅយើងរៀង detail បន្តិចនៅពេលបានប៉ុណ្ណឹងហើយបងប្អូនគ្នាចង់ដាក់ទៅapply វាទៅជា
multiply ក៏បានដែរខ្មៅរៀងដិតអញ្ចឹងមកចឹងគឺមានតែប៉ុណ្ណឹងទេទាំងអស់គ្នាគ្រាន់តែ type អក្សរចូលមកហើយខ្ញុំដាក់អីចាយតិចបានកាហ្វេឆ្ងាញ់ចឹងដាក់មកចាយតិចចឹងយើងរើប៉ុនឲ្យរៀងស្អាតតិចមកខ្ញុំចូលចិត្តប៉ុនបែបនេះអូខេព្រមវារៀងតូចបន្តិចមកអូខេហើយយើង copy មួយទៀតមកយើងដាក់បានកាហ្វេឆ្ងាញ់អូខេចឹងដើម្បីដាក់ពណ៌បានអស់នេះ select មកហើយឈរមកកាន់នេះហើយច្រឡំពណ៌បាប់មកបានដូចគេអូខេចឹងនៅអានេះមួយទៀតអានេះអត់មានអីទេទាំងអស់គ្នាឈរមកកាន់ solid color មកហើយទាំងអស់គ្នាគូសអូខេតែអានេះយើងអត់យក fill ទេគឺយើងយក stroke ចឹងយើងដោះ fill ចឹងណាយើងដាក់ stroke វាមក stroke យើងដាក់ឧទាហរណ៍យើងដាក់6ទៅឬក៏យើងដាក់រៀងធំតិចក៏បានដែរបងប្អូនហើយដាក់10អូខេចឹងអត់តន់ហើយទេបងប្អូនត្រូវ copy វាមួយ Ctrl J មកហើយប្រូមកមិននឹងតិចណាប្រូឬក៏ទាញវាមកតាមអ្វីដែលបងប្អូនចង់បានមកក្រេសមកចានេះគឺយើងអត់ដាក់stroke ទៅគឺយើងដាក់ fill វិញអូខេបត់បានដូចគេឬក៏ទាំងអស់គ្នាទាញអានេះឡើងមកលើបន្តិចមកក៏បានដែរដូចគេបាត់ហើយដាក់អក្សរចូលមកគេដាក់ហ្មងមួយកែវត្រឹមតែ 4000 រៀលហ្នឹងដាក់មកមួយកែវចានេះយើងដាក់ពណ៌សមកបងប្អូនព្រោះអីយើងដាក់នៅពណ៌ទឹកក្រូចអីនេះយើងខំបើទៅស្មាក់ជីទាំងពីរហ្នឹងណា4500 រៀលចឹងអានេះក្រមនេះគេដាក់ថាមានលុបគ្រប់សាខា freelance cafe ចឹងយើងដាក់មកដូចគេមកដាក់ថាមានគ្រប់សាខា freelance cafe បងប្អូនអាចទៅសាកបានអូខេឥឡូវយើងថាច់មកយើងប្រូមេរៀងតូចតិចណាដាក់មកលើភាសាអក្សរប្រភេទចេះយើងកុំដាក់ធំពេកទាំងអស់គ្នានៅពេលដែលយើងដាក់ធំពេកគឺវាបាត់បង់នៅរសជាតិឬក៏ product របស់យើងចឹងយើងដាក់ពណ៌ខ្មៅមកដោមកអូខេហើយ logo នេះទាំងអស់គ្នាមាន logo ដាក់ logo ខ្លួនឯងមកចឹង poster បែបងាយៗយើងគឺបានចប់ហើយសិតជាទាំងអស់គ្នាចូលចិត្តនៅវីដេអូខ្ញុំឬក៏ចង់ឲ្យខ្ញុំចេញនៅវីដេអូផ្សេងៗទៀតទាំងអស់គ្នាអាចជួយចុច subscribe ឬក៏ comment ផងថាចង់បានវីដេអូអីទៀតឬក៏ចំណុចខ្វះខាតអីឲ្យខ្ញុំកែទាំងអស់គ្នាអាច comment បានហើយយើងនៅជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ